ជំរាបសួរទៅដល់ប្រិយមិត្តទាំងអស់ជាទីគោរពចាថ្ងៃនេះសម្រាប់នាងខ្ញុំប្អូនសៃពៅសូរីម៉ាហើយនិងបងប្រុសធំចាវិចិត្រកំពុងតែធ្វើដំណើរទៅចូលរួមរបស់សាទរនៅសមិទ្ធផលថ្មីដែលប្អូនសៃកដាលចាគាត់ទើបតែបញ្ចប់ការសិក្សារបស់គាត់ខាងផ្នែក Fashion Marketing and Management ចានៅសាលា Raffles ចារយៈពេល2ឆ្នាំនៃការសិក្សារបស់គាត់ហ្នឹងគឺគាត់ខិតខំមែនតែនចាហើយថ្ងៃនេះគឺជាអ្វីដែលគាត់ចង់បានហើយក៏រៀនចប់សពគ្រប់ចាជាក់ស្ដែងសម្រាប់បងអូនស្រីម្នាក់នេះគឺធុងកំសត់ជាងគេបន្តិចនៅក្នុងចំណោមបងប្អូនទាំង3ទីអ្នកនៅក្នុងស្រុកខ្មែរចាដោយសារគាត់បានបោះបង់នៅភាពយុវវ័យរបស់គាត់ក្នុងចន្លោះ10ឆ្នាំកន្លងទៅកន្លងមកនេះចាបោះបង់ទាំងការសិក្សារបស់គាត់ដែលគាត់ពីមុនគាត់គឺរៀននៅក្នុងឆ្នាំដូចជា2015-16គាត់រៀននៅសាលាលីមកវិញខាងផ្នែក Fashion Design ប៉ុន្តែការសិក្សាមិនបានបញ្ចប់ពេញលេញទេដូចជានៅសល់កន្លះឆ្នាំទៀតចប់គឺដោយសារម្ដាយពួកយើងខ្ញុំបានគាត់ឈឺខ្លាំងមែនទែនអញ្ចឹងទៅតម្រូវឲ្យឡើងទៅព្យាបាលចុះឡើងនៅប្រទេសថៃចារយៈពេលជិត10ឆ្នាំនេះហើយចុងក្រោយម៉ាក់គាត់ខូចពីឆ្នាំ2023នេះទៅក៏សម្រាប់បងស្រីខ្ញុំម្នាក់នេះគឺគាត់សុំខ្ញុំថាគាត់ចង់បំពេញក្តីសម័យរបស់គាត់ចង់បានទទួលនៅសញ្ញាបត្រពេញលេញនៅក្នុងផ្នែក fashion ប៉ុន្តែគាត់នៅថាគាត់អត់ហ៊ានយកខាងផ្នែក fashion design ទៀតទេដោយសារយើងមានហាងកៅអៅស្រាប់ហើយអញ្ចឹងគាត់សម្រេចចិត្តយកខាងផ្នែក fashion marketing and management ដើម្បីគាត់មកគ្រប់គ្រងនិងមើលការខុសត្រូវក៏ដូចជារៀបចំនៅ strategy ផ្សេងៗនៅក្នុងហាងកាដេរបស់យើងជំនួសឲ្យខ្ញុំនៅពេលដែលថាខ្ញុំរងថ្ងៃខ្ញុំបានតែគ្រប់គ្រងតែយើងអត់មានស្តង់ដារបែបលក្ខណៈ inter ណាចាអញ្ចឹងគាត់ក៏សុំខ្ញុំទៅរៀនខាងផ្នែកហ្នឹងអញ្ចឹងជាការតបស្នងទៅគាត់វិញដែលគាត់ជាកូនល្អដែលបោះបង់ចោលនៅយុវវ័យរបស់គាត់រយៈពេល10ឆ្នាំក្នុងការមើលថែម្ដាយបានដល់ល្អបំផុតរហូតដល់ជូនដំណើរគាត់ចុងក្រោយចាពីពុទ្ធិសាជាក់ស្ដែងខ្ញុំគឺខ្ញុំបង្កើតខាងផ្នែករលុយ business ធ្វើការទេប៉ុន្តែការថែទាំម្ដាយខ្ញុំអត់សូវបានដឹកដល់ទេគឺមានតែបងស្រីម្នាក់នេះឯងអញ្ចឹងហើយថ្ងៃនេះគឺមានតែការ congratulation គាត់ហើយចង់ប្រាប់ទៅដល់អ្នកដទៃថាការសិក្សាគឺយើងមិនប្រកាន់អាយុកាលជាក់ស្ដែងបងខ្ញុំអាយុ30ជាងហើយចា30ក្រាស់ដែរហើយប៉ុន្តែគឺគាត់នៅតែស្រឡាញ់ការសិក្សាហើយគាត់ចង់បាននៅសញ្ញាបត្រនៅសាលា Raffles នេះដែលជាសាលាដែលលំដាប់ខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាហើយថ្ងៃនេះគឺគាត់បានសម្រេចហើយអញ្ចឹងសម្រាប់នាងខ្ញុំក្នុងនាមជាបងស្រីគឺជំរុញទឹកចិត្តឲ្យគាត់សិក្សារហូតដល់បានចប់ចាហើយឥឡូវនេះគឺបងប្អូននាងខ្ញុំក៏ចាប់ដើមរៀនបន្តទៀតគាត់ចង់បានបញ្ញាបត្រនៅផ្នែកអ្វីមួយគឺសម្រាប់ការសិក្សានេះខ្ញុំតែតែជំរុញឲ្យពួកគាត់រៀនដើម្បីអីគឺព្រោះថាខ្ញុំអត់មានទ្រព្យសម្បត្តិអីចែកទៅគាត់ទេម្ដាយដូចគ្នាគឺមានតែចែកនៅការសិក្សានិងវិនិយោគទៅឲ្យគាត់នៅខាងផ្នែករៀនសូត្រនឹងឯងចាអញ្ចឹងជូនពរឲ្យមិនថាតែបងស្រីខ្ញុំទី3និងទី4សៃពៅហ្នឹងនិងអ្នកដទៃទៀតដែលមានបំណងចង់រៀននៅចំណេះជំនាញបន្ថែមរៀបខ្ញុំទាំងអស់គ្នាជាផ្សេងនេះខ្ញុំហ្មងគឺលើកទឹកចិត្តឲ្យរៀនហើយកុំទៅថាខ្ញុំចាស់ហើយខ្ញុំអាយុច្រើនហើយចាចាក់ស្ដែងដូចបងស្រីខ្ញុំអញ្ចឹងគឺគាត់អាយុច្រើនប៉ុន្តែគាត់បកកាយគាត់អាចរៀនបានអញ្ចឹងហើយខ្ញុំពិតជាមោទនភាពសម្រាប់ជោគជ័យដែលគាត់មាននៅក្នុងថ្ងៃនេះអរគុណច្រើនសម្រាប់អ្នកតាមដានវីដេអូនេះទុំចេញវីដេអូច្រើនតិចទេណា